សួស្តីដល់បងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់សាច់រឿង The Will Internal ដោយសេរីរបស់យើងបានបង្ហាញអំពីតួឯកប្រុសរបស់យើងដែលមានឈ្មោះថាបៃស៊ីជូនគឺជាក្មេងប្រុសម្នាក់ដែលប្រុងប្រាថ្នាចង់បានតែជីវិតអមតៈព្រោះអីគេខ្លាចអំពីជីវិតចាស់ឈឺស្លាប់បៃស៊ីជូនបានឡើងទៅលើភ្នំដែលដៃរបស់គេមានធូបមួយដើមដោយធូបនឹងគឺជាធូបអមតៈដោយគាត់ជឿថាតាមរយៈធូបដែលនៅក្នុងដៃរបស់គាត់អាចដុតហើយហៅមនុស្សដែលមានជីវិតអមតៈមកបានដោយអ្នកភូមិបានមើលអំពីបៃស៊ីជូនពីចម្ងាយហើយបាននិយាយថាក្មេងនេះគឺពិតជាឈួតមែនគ្មាននរណាម្នាក់មានជីវិតអមតៈទេតែក៏ចាស់ហើយគឺតែឈឺស្លាប់ហើយបៃស៊ីជូនបាននិយាយថាបងណាប្រធានរបស់ខ្ញុំចង់មានជីវិតអមតៈខ្ញុំមិនចង់ស្លាប់ទេខណៈពេលដែលគាត់ដុតធូបហើយស្រាប់តែមានបាតុភូតចម្លែកមេឃឡើងពណ៌ខ្មៅងងឹតហើយមានរន្ទះខ្មួខ្មាញ់ក្រោយមករន្ទះនឹងបានបាញ់ទៅកាន់បៃស៊ីជូនជាច្រើនគ្រាប់ហើយបៃស៊ីជូនបានរត់ទាំងភាពភ័យខ្លាចក្រោយមកបៃស៊ីជូនក៏បានស្រែកថាហើយបានរត់ទៅនិយាយថាបាញ់មករកខ្ញុំចង់សម្លាប់ខ្ញុំមែនខ្ញុំចង់មានជីវិតអមតៈហើយបៃស៊ីជូនបានរត់យ៉ាងបះជើងចងាងហើយភ័យខ្លាចមែនទែនរត់ទៅជ្រៅនៅក្រោមដើមមួយស្រាប់តែពេលនៅរន្ទះបាញ់ចំដើមនឹងហើយដើមនឹងបានបាក់ហើយសង្កត់ទៅលើគាត់ដោយអ្នកភូមិក៏អស់សង្ឃឹមជាខ្លាំងថាអូបៃស៊ីជូនស្លាប់បាត់ហើយមើលទៅមេភូមិនៅក្នុងភូមិនោះបានសម្ដេចថាហើយពេលពួកឯងជាទៅគិតដល់ក៏ទេបងនេះកាលណាដែលទូឯកគេមិនឲ្យស្លាប់ភ្លាមនោះទេពេលនឹងហើយបានលេចចេញបរិសម្នាក់ដែលជាមនុស្សដែលមានជីវិតអមតៈដែលមានឈ្មោះថាលីខ្វិញហៅដោយលីខ្វិញហៅបានឃើញតួឯកប្រុសរបស់យើងមានឆន្ទៈក្នុងការតស៊ូបានសួរទៅកាន់គេថាហើយលោកបើបានជាឯងចង់មានជីវិតអមតៈខ្ញុំចង់មានជីវិតអមតៈក៏ព្រោះតែខ្ញុំមិនចង់ស្លាប់អពងដាររបស់ខ្ញុំមិនស្លាប់ទាំងពួកគេមិនចង់ចាស់ហើយខ្ញុំក៏ជាក្មេងកំព្រីដែលរស់នៅតែម្នាក់ឯងដោយលីគីងហូបានលើដូច្នោះក៏បានបបួលតួឯកប្រុសរបស់យើងដើម្បីទៅរស់នៅដែនដីវិញ្ញាណហើយគេក៏បានសួរថាតើនៅកន្លែងនឹងគ្រោះថ្នាក់ដែរឬទេលីគីងហូឆ្លើយតបថា来得到ជីវិតអមតៈគឺមិនងាយស្រួលនោះទេក្រោយមកតួឯកប្រុសរបស់យើងក៏បានចេញទៅជាមួយនឹងលីគីងហូខណៈពេលដែលតួឯកប្រុសរបស់យើងបានចេញទៅអ្នកភូមិបានអបអរជាខ្លាំងដោយក្នុងអំឡុងពេលដែលតួឯកប្រុសរបស់យើងនៅក្នុងភូមិគេតែលួចមន់លួចទាលួចស្បែកជើងរបស់អ្នកភូមិក៏បាននិយាយថាចាប់ពីថ្ងៃនេះទៅមិនទៀតរបស់យើងលេងបាត់ទៀតហើយដោយបៃស៊ីជូនបានត្រេកថាខ្ញុំនឹងត្រឡប់មកលេងមិនអ្នកអស់គ្នាវិញអ្នកភូមិគ្រាន់តែលឺបែបហ្នឹងក៏នាំគ្នាចែកជើងគ្នាដើម្បីរត់យកមន់យកទាដើម្បីចាក់ចេញពីភូមិមួយនេះសេរីរបស់យើងក៏បានបង្ហាញអំពីទឹកដី The Spirit Stream នៅទីនោះមានសិស្សគុណជាច្រើនដែលបានហាត់រៀនក្បាច់គុណនៅទីនោះសិស្សទាំងអស់គោរពលីខ្វីងហួរព្រោះឯប្រុសរបស់យើងមិនដែលឃើញទស្សនភាពដែលធំសម្បើមបែបនេះទេពិសេសទីក្រុងដ៏ស្រស់ស្អាតក្រោយមកលីគីងហូបានទម្លាក់តួឯកប្រុសយើងចុះទៅក្រោមប៉ុន្តែមិនមែនទម្លាក់តាមសម្រួលទេគឺគាត់បានទាញអ្នកអាវរបស់គាត់ហើយទម្លាក់លីគីងហូចុះមកខាងក្រោមក្រៅអ្នកទាំងអស់គ្នាមើលតែភ្នែកដឹងហើយថាតួឯកប្រុសរបស់យើងភ័យប៉ុណ្ណាប៉ុន្តែមិនមានគ្រោះថ្នាក់នោះទេដោយលីគីងហូបានប្រយុទ្ធសិលដើម្បីជួយតួឯកប្រុសរបស់យើងពេលនោះក៏មានវត្តមានទូអមម្នាក់ទៀតដែលគាត់មានឈ្មោះថាឈៀងដាហៃហើយខ្ញុំសូមហៅគាត់ថាប្រមាប់ពេលដែលតួឯកប្រុសរបស់យើងបានងើបឡើងឃើញកំបិតយ៉ាងធំនៅចង្កេះប្រមាប់គាត់ភ័យយ៉ាងខ្លាំងហើយគាត់បានគោរពទៅកាន់ប្រមាប់ដោយប្រមាប់មើលមកការរស់រានតួឯកប្រុសរបស់យើងដោយឃើញសភាពស្គមយ៉ាងខ្លាំងហើយប្រមាប់ក៏ជាមនុស្សម្នាក់ដែលរស់រាយក៏បានណែនាំខ្លួនរបស់គាត់ទៅកាន់តួឯកប្រុសរបស់យើងដោយប្រមាប់របស់យើងគឺជាមេចុងភៅនៅក្នុងទឹកដីមួយនេះស្របពេលនោះក៏បានលេចចេញមុខស៊ូបោខៃដោយគោលបំណងរបស់ស៊ូបោខៃគឺមកទីនេះដើម្បីសម្លាប់តួឯកប្រុសរបស់យើងព្រោះឯស៊ូបោខៃមិនចូលចិត្តនរណាម្នាក់ដែលទន់ជ្រាយចូលមកកាន់នៅកន្លែងនេះទេដោយការនិយាយគ្នាមិនត្រូវគ្នាចុះឡើងស៊ូបោខៃបានបើកការវាយប្រហារដោយប្រើដាវឈើរបស់គេនៅពេលដែលដាវជិតទៅដល់មុខតួឯកប្រុសរបស់យើងប្រមាប់បានប្រមូលដុំទឹកធ្វើជាបេរៀនដើម្បីការពារតួឯកប្រុសរបស់យើងហើយបានវាយដាវនោះចេញទៅឆ្ងាយប្រមាប់បានទាញធុងពេត្រូគប់ចំកណ្ដាលមុខស៊ូបោខៃពេញមួយទំហឹងដោយប្រូស៊ូបាខៃមិនអស់ចិត្តនោះទេគេបានយកឈាមរបស់គេបង្កើតជាអិនទ្រីលោហិតបន្ទាប់មកបញ្ជាអិនទ្រីដើម្បីទៅវាយប្រហារទៅកាន់តួឯកប្រុសរបស់យើងតាមរយៈការវាយប្រហារតួឯកប្រុសរបស់យើងគ្មានស្នាមរបួសនោះទេហើយក៏មានស្នាមអក្សរមួយសាក់នៅលើដៃដែលមានន័យថាស្លាប់ហើយប្រមាប់បានប្រាប់មកកាន់តួឯកប្រុសរបស់យើងថាកុំភ័យអីនេះត្រឹមតែជាអក្សរនោះទេឯងនឹងមិនអីទេដោយសាររឿងរបស់យើងបានកាត់បន្តទៅកាន់កន្លែងផ្ទះបាយប្រមាប់បាននាំតួឯកប្រុសរបស់យើងមើលនៅមុខម្ហូបនៅអ្វីៗផ្សេងៗនៅក្នុងផ្ទះបាយសេរីរបស់យើងបានកាត់បន្តប្រមាប់បានឲ្យតួឯកប្រុសរបស់យើងជ្រើសរើសឧបករណ៍ដើម្បីធ្វើម្ហូបព្រោះឧបករណ៍ផ្ទះបាយគឺពិតជាសំខាន់សម្រាប់ចុងភៅក្រោយមកប្រមាប់យើងបានបើកមកកន្លែងរើសឧបករណ៍មានអីសិតតែខ្ទះហើយបើមើលតាមមានតួឯកប្រុសរបស់យើងប្រហែលលើកខ្ទះនឹងមិនរួចទេសាខ្ទះធំដល់ហើយមិនដឹងថាតួឯកប្រុសអ្នកលើកខ្ទះឬខ្ទះអ្នកលើកតួឯកប្រុសវិញទេនេះក្រោយមកចុងភៅដែលនៅទីនោះក៏សាច់តួឯកប្រុសរបស់យើងដោយសារមានស្គមយើងផាមអាចលើកខ្ទះរួចទេបន្ទាប់មកតួឯកប្រុសរបស់យើងបានចូលទៅរើខ្ទះទាំងនោះហ
ហើយក៏រើសតាមពីព្រឹករហូតដល់ពេលរសៀលហើយទូឯប្រុសរបស់យើងក៏រកបានផ្ទះរបស់គាត់ដែលគាត់ពេញចិត្តប៉ុន្តែមិត្តរួមក្រុមរបស់គាត់គឺពិតជាសាយមែនទេដោយសារឆ្នាំងផ្ទះរបស់គាត់មានរូបរាងដូចជាស្នូងដែរហើយសេរីរបស់យើងបានកាត់បន្តនៅពេលយប់ទូឯប្រុសរបស់យើងបានសម្លឹងមើលដៃរបស់គាត់ដែលមានពាក្យថាស្លាប់គាត់សម័យបដាគាត់គិតបដាគាត់ថាមិនដឹងមិនទេនេះដោយគាត់ចាំបានសម្ដីរបស់ស៊ូបាខៃដែលស៊ូបាខៃបាននិយាយថាបើសិនបើដល់ពេលឯងនឹងត្រូវស្លាប់ហើយទូឯប្រុសក៏បាននិយាយថាអាមួយនេះអត់ស្គាល់វាទេប៉ុន្តែវាចង់ឆក់យកជីវិតឯងតែម្ដងនេះហើយទូឯប្រុសក៏បន្តនិយាយថាគាត់មិនអាចស្លាប់បានទេឥឡូវនេះព្រោះគាត់មានការងារច្រើនដែលត្រូវធ្វើណាមួយគាត់ជាមនុស្សម្នាក់ដែលចង់មានជីវិតអមតៈដូច្នេះគាត់ត្រូវតែមានជីវិតអមតៈស្រាប់តែពេលហ្នឹងគាត់ក៏លេចឃើញឈើក្បាច់គុណដែលនៅក្បែរខ្លួនរបស់គាត់ហើយក៏បានទាញឈើហ្នឹងឲ្យបើកមើលដោយនៅក្នុងគម្ពីរហ្នឹងក៏ខ្ញុំដឹងថាវាជាការគ្រប់គ្រងធាតុនៅក្នុងខ្លួនសូមអភ័យទោសបងប្អូនផងពាក្យហ្នឹងជាពាក្យមួយបើសិនណាខ្ញុំរកឃើញខ្ញុំនឹងប្រាប់បងប្អូនពេលក្រោយដោយរសើលទី1គឺសិល្បៈនៃការគ្រប់គ្រងឈីពណ៌ស្វាយនៅក្នុងខ្លួនចំណែកកម្រិតទី10គឺការគ្រប់គ្រងឈីដែលមានធាតុរាវបន្ទាប់ពីចេះក្បាច់គុណទាំងពីរនេះអ្នកក៏អាចបង្រួមឈីបានផងដែរដោយការបង្រួមឈីគឺមិនងាយស្រួលនោះទេតើតែមនុស្សដែលមានទេពកោសល្យបានអាចយកឈីទាំងពីរនេះបញ្ចូលគ្នាបានដោយទូឯប្រុសរបស់យើងមិនរងចាំយូរនោះទេគាត់ចាប់ផ្ដើមហាត់ក្បាច់ឈីកម្រិតទី1សិល្បៈនៃការគ្រប់គ្រងឈីធាតុពណ៌ស្វាយកាលណាពេលនោះគាត់ក៏បានឮសំឡេងចេញមកពីខាងក្រៅទូឯប្រុសរបស់យើងបានទៅលបមើលហើយឃើញផ្ទះបាយបើកភ្លើងស្រាប់តែឃើញមិត្តរួមក្រុមរបស់គាត់នៅទីនោះដោយពួកគេបានលួចញ៉ាំអាហារនៅក្នុងផ្ទះបាយដែលស្ងាត់បន្ទាប់មកគេចាប់ដើមទាញទូឯប្រុសរបស់យើងចូលទៅក្នុងផ្ទះបាយដើម្បីចូលរួមជាមួយនឹងពួកគេហើយប្រមាបាននិយាយថាប្អូនប្រុសធေါ်សម្លាញ់មិត្តរួមក្រុមរបស់ឯងគឺនៅទីនេះប្រមាបាននិយាយថាគាត់មិនចង់ឲ្យទូឯប្រុសរបស់យើងឆាប់ចាក់ចែងពីទីនេះទេក្រោយមកទៀតស្រីរឿងរបស់យើងបានកាត់ទៅកាន់ផ្ទៃមេឃដែលមានពណ៌ខ្មៅរួមជាមួយនឹងភ្លៀងហើយនឹងរន្ទះហើយក៏មានស៊ូបាខៃនៅទីនោះផងដែរដោយស៊ូបាខៃបាននិយាយថាកន្លែងផ្ទះបាយដ៏ចង្រៃបាយស៊ីនជុនពួកឯងគឺមិនអាចមានជីវិតបន្តទៀតទេយើងនឹងសម្លាប់ពួកឯងទាំងអស់បាយស៊ីនជុនឯងក៏មិនអាចលាក់ខ្លួននៅទីនោះបានយូរទៀតដែរសូមអរគុណដល់បងប្អូនដែលបានទស្សនាមកការរឿងមួយនេះផងដែរសូមបងប្អូនកុំភ្លេចជួយចុច like Subscribe នេះគឺជាភាគ1សូមបងប្អូនរងចាំភាគបន្តបាយ